ដីព្រៃលិចតឹងនៅតំបន់2ក្នុងភូមិសាស្ត្រស្រុកតាំងគងរងការឈូសឆាយយ៉ាងរង្គាលពីសំណាក់ជនខិលខូចកំពង់ធំស្រុកតាំងគងដីព្រៃលិចទឹកតំបន់2ជាច្រើនហិកតាត្រូវបានជនខិលខូចលួចដាក់ត្រាក់ទ័រព្យួរឈូសឆាយជាច្រើនហិកតានៅក្នុងស្រុកតាំងគងអាជ្ញាធរនិងសមត្ថកិច្ចជំនាញរក្សាភាពស្ងប់ស្ងាត់តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានផ្ដាល់មកថាដីនៅតំបន់នោះជាដីព្រៃលិចទឹកកាត់ជ្រៀលក្នុងតំបន់2ស្ថិតនៅក្នុងសហគមន៍ជ្រោយកកូខាងលិចស្ទឹងកំបុនពុំទាន់អាស្រ័យផលទេហើយដីសហគមន៍នេះគ្រប់គ្រងដោយលោកកឹមហេងប្រធានសហគមន៍និងបានកំពុងបាក់ដៃឲ្យជនខិលខូចលួចបង្ហោះដ្រូនបាញ់ថ្នាំសម្លាប់ព្រៃលិចទឹកតំបន់2និងដុតព្រៃទើបដាក់ត្រាក់ទ័រព្យួរឈូសឆាយតាមក្រោយប្រជាពលរដ្ឋបានបន្តទៀតថាដីនៅតំបន់នោះភាគច្រើនជាដីរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានដែលរស់នៅក្នុងស្រុងចំពោះប្រជាពលរដ្ឋពួកគាត់មិនហ៊ានធ្វើទេព្រោះខ្លាចមានតែអ្នកមានលុយមានអំណាចទើបហ៊ានធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកបានគួរបញ្ជាក់ផងដែរថាកន្លងមកថ្មីនេះប្រមុខរដ្ឋាភិបាលបានដាក់នៅបទបញ្ជាយ៉ាងតឹងរឹងទៅលើដីព្រៃលិចតឹងទោះបីស្ថិតនៅក្នុងតំបន់កាត់ជ្រៀលតំបន់1ឬតំបន់2ដែលមានព្រៃលិចតឹងឬដីដែលពុំទាន់អាស្រ័យផលត្រូវរក្សាទុកដោយទម្រង់ដើមប្រជាពលរដ្ឋនិងមហាជនសូមជូនពរទៅដល់ឯកឧត្តមនួន ផារ៉នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំមេត្តាចាត់ជំនាញចុះត្រួតពិនិត្យមើលលើដីចំណុចខាងលើនេះផងកុំបណ្ដោយឲ្យអ្នកមានលុយមានអំណាចហ៊ានធ្វើសកម្មភាពឈូសឆាយបំផ្លាញដីព្រៃលិចតឹងស្ថិតនៅក្នុងតំបន់2ធ្វើជាកម្មសិទ្ធិ